សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel The Movie KH ថ្ងៃនេះ Admin នឹងសម្រាយរឿងតពីភាគមុនដោយយើងនឹងចូលទៅមើលសភាពក្នុងក្រុងដុងណាតែម្ដងយើងឃើញថាសភាពក្នុងក្រុងដុងណាគឺកំពុងតែមានសភាពរញ៉េរញ៉ៃជាខ្លាំងនិងមានភ្លើងឆាបឆេះគ្រប់ទីកន្លែងដោយសារពួកបិសាចបានកំពុងតែចាប់មនុស្សហែកស៊ីពីម្នាក់ទៅម្នាក់យ៉ាងរញ៉េរញ៉ៃបន្ទាប់មកទៀតយើងក្រឡេកមកមើលលោកឈូវីមប៉ាល់វិញគាត់កំពុងតែលាក់ខ្លួនជាមួយនឹងកូនចៅរបស់គាត់នៅខាងក្រោមដំណាក់ប៉ុន្តែភ្លាមនោះស្រាប់តែមានបិសាចមួយបានមើលឃើញពួកគេទាំងពីរនាក់ហើយវាក៏បានលូនទៅរកលោកឈូវីមប៉ាល់ប៉ុន្តែសំណាងល្អអីដោយសារតែគាត់មានមាឌទូចទើបធ្វើឲ្យគាត់លូនចេញពីក្រោមដំណាក់នោះបានលឿននិងគេចផុតពីពួកបិសាចទាំងនោះហើយទន្ទឹមនឹងនោះផងដែរកូនចៅរបស់គាត់ដែលមានមាឌធំជាងគាត់បានជាប់នៅក្រោមដំណាក់ទើបធ្វើឲ្យពួកបិសាចរត់មកស៊ីគេពីម្នាក់ទៅម្នាក់រហូតដល់ស្លាប់ផងដែរបន្ទាប់ពីគេចខ្លួនពីក្រោមដំណាក់បានហើយគាត់និងកងអង្គរៈមួយចំនួនបាននាំគ្នារត់ទៅកាន់គុកដាក់អ្នកទោសដើម្បីចូលទៅក្នុងគុកគេចពីពួកបិសាចទាំងនោះប៉ុន្តែដោយសារពួកបិសាចមានចំនួនច្រើនទើបពួកគេមួយចំនួនគឺមិនអាចរត់គេចពីបិសាចទាំងនោះឡើយចំណែកឯលោកឈូប៊ីមប៉ាល់នៅពេលដែលបានទៅដល់គុកហើយគាត់ក៏បានចូលទៅគុកជាមួយនឹងសាវប៊ីប៉ុន្តែដោយសារតែគាត់ខ្វះភាពក្លាហានទើបធ្វើឲ្យគាត់បានរត់ទៅពួនខាងក្រៅខ្នងរបស់អ្នកនាងសាវប៊ីទន្ទឹមនឹងនោះកូនចៅរបស់គាត់ម្នាក់ដែលកំពុងតែចាក់សោទ្វារគុកស្រាប់តែមានបិសាចជាច្រើនបានរត់មកខាំដៃរបស់គេទើបធ្វើឲ្យគេបានខ្លាចទៅជាបិសាចម្នាក់ទៀតដោយមិនបង្ងល់យូរអ្នកនាងសាវប៊ីបានរត់ទៅឆក់ដាវពីបិសាចនោះរួចយកវាមកចាក់ចំករបស់បិសាចទើបធ្វើឲ្យបិសាចមិនអាចធ្វើអីពួកគេទាំងពីរនាក់បានយើងក្រឡេកមកមើលយ៉ុងស៊ីនវិញគឺគេបានជួយក្មេងស្រីម្នាក់ដែលកំពុងតែរត់គេចពីបិសាចដោយគេបានយកលំពែងស្រួចមួយចាក់ចំក្បាលបិសាចនោះតែម្ដងបន្ទាប់មកទៀតក្រោយពីបានយកក្មេងស្រីនោះទៅដាក់នៅខាងលើសាលាដំណាក់ហើយគេក៏បានឃើញស្ត្រីម្នាក់ទៀតដែលបានស្ពាយកូនទូចរត់មកហៅជំនួយផងដែរទន្ទឹមនឹងនោះយ៉ុងស៊ីនមានចិត្តអាណិតនិងចង់ជួយស្ត្រីនោះជាខ្លាំងប៉ុន្តែជាអកុសលអ្វីគឺគេជួយបានតែក្មេងតូចនោះតែប៉ុណ្ណោះដោយសារតែស្ត្រីនោះគឺមានមាឌធ្ងន់ពេកគេមិនអាចយោងនាងឡើងមកលើបានទើបធ្វើឲ្យនាងបានរបូតដៃធ្លាក់ចុះទៅក្រោមខ្លាយជាចំណីរបស់បិសាចតែម្ដងទៅបន្ទាប់មកទៀតយើងនាំគ្នាក្រឡេកមកមើលខាងមាត់ទន្លេនៃក្រុងដុងណាវិញគឺកំពុងតែមានបរិប3នាក់កំពុងតែរកត្រីនៅពេលយប់ទន្ទឹមនឹងនោះគាត់បានឃើញបរិសម្នាក់បានដើរមករកពួកគេដោយបរិសម្នាក់នោះគឺមានសភាពហាក់បីដូចជាមនុស្សស្រវឹងស្រាទើបគាត់បាននិយាយឌឺដងថាចូលមកឯងស្រវឹងមែនទេប៉ុន្តែទន្ទឹមនឹងនោះផងដែរមួយសន្ទុះក្រោយមកពួកគេក៏បានឃើញក្រុមមនុស្សមួយវងធំបានរត់សម្ដៅមកពួកគេដោយគេមិនដឹងថាមនុស្សមួយវងធំនោះគឺសុទ្ធតែបិសាចនោះទេហើយដោយមិនមានការត្រៀមទុកជាមុនទើបធ្វើឲ្យពួកគេទាំង3នាក់ត្រូវបានវងបិសាចនោះចាប់ហែកស៊ីតែម្ដងទៅតមកទៀតយើងនាំគ្នាក្រឡេកមកមើលនៅក្នុងភូមិតូចដែលលោកគឹមរស់នៅវិញយើងឃើញថាគឺមានក្មេងមួយក្រុមកំពុងតែរត់ប្រដេញគ្នាប្រតែប្រតបគ្នាប៉ុន្តែពេលនោះលោកគឹមឃើញហើយលោកគឹមបាននិយាយថាពួកឯងកុំលេងអញ្ចឹងវាពិតជាគួរឲ្យខ្លាចណាស់តែគាត់មិនបានដឹងថាក្មេងម្នាក់ក្នុងចំណោមពួកក្មេងទាំងនោះគឺជាបិសាចនោះទេភ្លាមនោះគាត់ក៏បានឃើញស្ត្រីម្នាក់ដែលជាបិសាចរត់សម្ដៅមករកគាត់ផងដែរហើយភ្លាមនោះភូមិទាំងមូលគឺត្រូវបានវាយលុកដោយក្រុមបិសាចនោះតែម្ដងនិងបានចាប់ហែកស៊ីពីម្នាក់ទៅម្នាក់ផងដែរទន្ទឹមនឹងនោះចំណែកឯលោកគឹមវិញនៅពេលដែលរត់ទៅរកឪពុករបស់គាត់ស្រាប់តែជាអកុសលអ្វីគាត់ក៏ត្រូវបានបិសាចនោះចាប់ហែកស៊ីតែម្ដងហើយភ្លាមនោះគាត់បានក្លាយជាបិសាចម្នាក់ទៀត
និងបានវាយប្រហារទៅលើឪពុកគាត់ភ្លាមៗតែម្ដងយើងក៏លេចមកមើលក្នុងផ្ទះនេះវិញស្ត្រីម្នាក់ដែលគាត់ដឹងថាខ្លួនគាត់នឹងក្លាយជាបិសាចបន្ទាប់ទើបគាត់បានយកកូនស្រីគាត់ទៅដាក់ក្នុងហឹបដើម្បីការពារក្រោយពីគាត់ក្លាយទៅជាបិសាចដោយនាងតូចនោះមានឈ្មោះថាដុកអ៊ីនៅពេលដែលម្ដាយនាងបានក្លាយទៅជាបិសាចហើយនាងពិតជាមានការភ័យខ្លាចជាខ្លាំងប៉ុន្តែទន្ទឹមនឹងនោះជាអកុសលអ្វីប្អូនស្រីនាងបានមកដល់ហើយបានស្រែកហៅម្ដាយដោយមិនដឹងថាម្ដាយរបស់នាងបានក្លាយទៅជាបិសាចបាត់ទៅហើយភ្លាមនោះម្ដាយរបស់នាងបានវាយប្រហារទៅលើប្អូនស្រីនាងស្លាប់បាត់ទៅយើងក្រឡេកមកមើលព្រះម្ចាស់លីឆាងវិញពេលដែលព្រះអង្គកំពុងតែមើលទៅកាន់ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្រុងដងណាភ្លាមនោះព្រះអង្គក៏បានឃើញហាក់ដូចជាមនុស្សម្នាក់បានជិះទូកកាត់មុខព្រះអង្គប៉ុន្តែបុរសម្នាក់នោះគឺមានសភាពហាក់ដូចជាមិនស្រួលទេមួយសន្ទុះក្រោយមកព្រះអង្គមើលទៅកាន់ស្ពានដែលឆ្លងទឹកទន្លេនោះវិញស្រាប់តែឃើញមនុស្សមួយវងបានរត់មកប៉ុន្តែមនុស្សមួយវងនោះគឺសុទ្ធតែជាបិសាចដូចនេះព្រះម្ចាស់លីឆាងមិនចាំយូរក៏បានរត់សម្ដៅចេញពីកន្លែងនោះទៅនៅតាមផ្លូវព្រះអង្គស្ទើរតែត្រូវបានបិសាចទាំងអស់នោះចាប់ហែកស៊ីប៉ុន្តែគឺត្រូវបានលោកមួយយ៉ងបាញ់ព្រួញការពារព្រះអង្គពីខាងមុខរហូតដល់ព្រះអង្គអាចឆ្លងស្ពានមកខាងទៀតបាននៅពេលដែលព្រះអង្គទៅដល់ក្នុងព្រៃហើយព្រះអង្គស្មានតែរួចផុតពីបិសាចទាំងអស់នោះប៉ុន្តែភ្លាមនោះស្រាប់តែមានបិសាចបានហក់មកកន្ទ្រប់លើលោកមួយយ៉ងដល់មិនបង្អង់យូរព្រះអង្គម្ចាស់លីឆាងបានចាប់ទាញយកដាវកាត់ក្បាលបិសាចទាំងពីរនោះស្លាប់បាត់ទៅបន្តមកទៀតអ្នកទាំងពីរបាននាំគ្នារត់ទៅកាន់កំពែងក្រុងដែលជាកន្លែងខ្ពស់ដែលអាចគេចនឹងពួកបិសាចទាំងអស់នោះបានប៉ុន្តែជាអកុសលនៅពេលដែលអ្នកទាំងពីរបានទៅដល់ព្រមទាំងប្រជាជនដែលរស់នៅក្នុងក្រុងដងណាដែលរស់រានមានជីវិតបានទៅដល់គឺមន្ត្រីសាលាស្រុកមិនព្រមបើកទ្វារកំពែងក្រុងឲ្យពួកគេបានចូលទៅខាងក្នុងនោះទេនៅភ្លាមនោះលោកមួយយ៉ងបានប្រាប់ឲ្យព្រះអង្គម្ចាស់លីឆាងផ្លោះលបងឡើងទៅលើកំពែងក្រុងតែម្ដងប៉ុន្តែនៅពេលនោះស្រាប់តែមន្ត្រីសាលាស្រុកបានស្រែកគំរាមមកកាន់ព្រះអង្គថាឆាប់ចុះទៅភ្លាមឯងមិនអាចឡើងមកខាងលើបានទេហើយលើពីនេះទៀតគឺគាត់បានបញ្ជាឲ្យកងអង្គរៈសាលាស្រុកបានយកព្រួញបាញ់ទៅលើព្រះអង្គម្ចាស់ដែលធ្វើឲ្យព្រះអង្គម្ចាស់បានធ្លាក់ចុះទៅខាងក្រោមដោយនៅតែប្រកែកមិនព្រមបើកទ្វារហើយពួកបិសាចកាន់តែមកគៀកធ្វើឲ្យព្រះអង្គម្ចាស់និងលោកមួយយ៉ងបានសុកចិត្តរត់ភៀសខ្លួនរហូតទៅដល់កន្លែងតច្រកនៃមាត់ទន្លេក្រុងដងណាពេលនោះអ្នកទាំងពីរមិនអាចធ្វើអ្វីបានក្រៅពីលោតចូលទៅក្នុងទឹកឡើយភ្លាមនោះយើងឃើញថាពួកបិសាចជាច្រើនបានលោតតាមពីក្រោយព្រះអង្គប៉ុន្តែអ្វីដែលចម្លែកនោះគឺថាពួកបិសាចទាំងអស់នោះវាមិនចេះហែលទឹកនោះទេទើបធ្វើឲ្យវាលង់ទឹកស្លាប់អស់ទៅក្រោយពីអ្នកទាំងពីរបានឡើងមកដល់លើគោកវិញហើយលោកមួយយ៉ងបានប្រាប់ទៅព្រះអង្គថារឿងទាំងឡាយដែលអ្នកនាងសាវប៊ីបាននិយាយគឺសុទ្ធតែជារឿងពិតហើយពេលនោះយើងក្រឡេកមើលទៅទិដ្ឋភាពក្រុងដងណាគឺឃើញថាក្រុងដងណាមានសភាពឆេះសន្ធោសន្ធៅជាខ្លាំងដោយសារតែការវាយប្រហារពីពួកបិសាចទាំងអស់នោះហើយទិដ្ឋភាពនៅក្នុងក្រុងដងណាគឺមានសភាពរញ៉េរញ៉ៃណាស់ព្រោះពួកបិសាចកំពុងតែដេញតាមវាយប្រហារមនុស្សម្នាហើយមនុស្សមួយចំនួនក៏បានរត់គេចពីពួកនោះដោយឡើងទៅលើទីខ្ពស់យើងក្រឡេកមកក្នុងរាជវាំងវិញយើងឃើញថាឪពុកនិងកូនត្រកូលឈរកំពុងតែឈរមើលបិសាចរបស់ស្ដេចជឿសុងស៊ីសាកសពរបស់ស្ត្រីម្នាក់បន្តមកទៀតគាត់ក៏បានណែនាំទៅកាន់អ្នកបម្រើនៅក្នុងរាជវាំងថាមុននឹងទាយាទថ្មីរបស់រាជវង្សនេះប្រសូតមកយើងត្រូវតែធានាឲ្យបាននៅចំណីអាហារគ្រប់គ្រាន់សម្រាប់ឲ្យសាកសពបិសាចរបស់ព្រះរាជាហើយអ្វីដែលចម្លែកនោះគឺថាកូនស្រីរបស់លោកម្ចាស់ឈោហាក់ដូចជាមានទឹកមុខខុសប្លែកពីធម្មតាដោយនាងបានសម្លឹងទៅមើលជើងរបស់នាងដែលមានប្រឡាក់សុទ្ធតែឈាមទន្ទឹមនឹងការវាយប្រហារពីវងពួកបិសាចទាំងនោះ
ដែលនាំឲ្យមានការរញ៉េរញ៉ាយពេញក្រុងដងណាយើងឃើញថាជាសំណាងល្អមួយសន្ទុះក្រោយមកស្រាប់តែព្រះអាទិត្យបានរះឡើងពេលនោះយើងឃើញថាពួកបិសាចទាំងអស់នោះវាពិតជាខ្លាចពន្លឺព្រះអាទិត្យជាខ្លាំងហើយពួកវាបាននាំគ្នារត់ទៅរកកន្លែងងងឹតដើម្បីលាក់បាំងពីពន្លឺព្រះអាទិត្យក្រោយពីមានសភាពស្ងប់ស្ងាត់ពីការវាយប្រហាររបស់បិសាចទាំងអស់នោះយើងឃើញថាអ្នកដែលនៅរស់រានមានជីវិតទាំងអស់បាននាំគ្នាដើរមកកាន់សាលាស្រុកដើម្បីធ្វើការជួបជុំគ្នាពេលនោះរួមមានទាំងពួកមន្ត្រីដែលមានភាពកំសត់មកជាមួយផងដែរហើយលើសពីនេះទៅទៀតមន្ត្រីចំណិតរបស់លោកម្ចាស់ប៉ាល់ក៏បានមកជួបនឹងលោកម្ចាស់ប៉ាល់វិញហើយបន្ទាប់មកគេក៏ធ្វើជាមានការសោកស្ដាយនិងយំសោកជាខ្លាំងប៉ុន្តែលើសពីនេះទៅទៀតគឺគេបានចោទប្រកាន់នឹងទម្លាក់កំហុសទាំងអស់ទៅលើយ៉ុងស៊ីនថាជាអ្នកនាំហេតុឲ្យកើតមានរឿងនេះឡើងភ្លាមនោះសាវប៊ីក៏មិននៅស្ងៀមដែរនាងក៏បានចូលទៅលិតជង្គង់អង្វរសុំទោសដល់លោកម្ចាស់ប៉ាល់និងនិយាយរៀបរាប់អំពីរឿងទាំងឡាយដែលបានកើតឡើងថារឿងទាំងអស់នេះគឺកើតឡើងនៅមន្ទីរពេទ្យជីយូហ៊ុនរបស់រាជពេទ្យសឹងហ៊ុយដែលអ្នកជំងឺទាំងអស់បានបរិភោគសាច់បិសាចដែលយកមកពីរាជវាំងជឿសុនហើយអ្នកទាំងអស់នោះនឹងក្លាយទៅជាបិសាចបន្ទាប់មកពួកគេនឹងស្លាប់នៅពេលថ្ងៃប៉ុន្តែគេនឹងដឹងខ្លួនហើយក្លាយទៅជាបិសាចចាប់មនុស្សស៊ីនៅពេលយប់ទៅវិញទន្ទឹមនឹងនោះផងដែរយ៉ុងស៊ីនក៏បានផ្ដល់គំនិតឲ្យលោកម្ចាស់ប៉ាល់ថាដើម្បីដោះស្រាយរឿងនេះគេគឺត្រូវតែប្រមូលសាកសពទាំងអស់នោះយកទៅដុតចោលមិនតែប៉ុណ្ណោះគេក៏ត្រូវតែកាត់ក្បាលសាកសពទាំងអស់នោះផងដែរហើយភ្លាមនោះម្ដាយរបស់ចៅហ្វាយស្រុកចាស់ក៏បានចេញមកគាត់បាននិយាយថាកូនប្រុសរបស់គាត់គឺជាចំនួនទី3នៃត្រកូលរបស់គាត់ម្ល៉េះហើយគឺមិនអាចយកសាកសពរបស់គេយកទៅដុតចោលឬកុំតិចចោលដោយមិនមានការកាត់ក្តីពីសាលាក្រុងនោះទេភ្លាមនោះលោកម្ចាស់ប៉ាល់ក៏មានភាពរញ៉េរញ៉ៃក្នុងចិត្តផងដែរព្រោះគាត់មិនមានដំណោះស្រាយក្នុងរឿងនេះទេប៉ុន្តែមន្ត្រីកំសត់របស់គាត់បានចេញយោបល់ថាយើងគួរតែយកសាកសពទាំងអស់នេះយកទៅកប់ឲ្យជ្រៅហើយយើងគួរតែបែងចែកសាកសពនេះជាពីរផ្នែកដោយសាកសពដែលមានស្លៀកនៅសម្ពុតហូឬក៏ខោអាវល្អគឺជាសាកសពរបស់ពួកមន្ត្រីយើងត្រូវដាក់ដោយឡែកហើយសាកសពដែលត្រូវយកទៅកំទេចចោលគឺសាកសពដែលមានពាក់ក្រណាត់ធម្មតាដែលជាប្រជាជនធម្មតាដែលត្រង់កន្លែងនេះadminសូមបញ្ជាក់ថាវាហាក់ដូចជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្រជាជននិងពួកមន្ត្រីមួយសន្ទុះក្រោយមកយើងក៏បានឃើញថាព្រះម្ចាស់លីឆាំងក៏បានទៅដល់សាលាស្រុកនោះមិនតែប៉ុណ្ណោះព្រះអង្គក៏បានដាល់នៅមន្ត្រីចោមសៀតនោះអស់មួយដៃបន្ទាប់មកគេក៏ស្រែកសួរទៅកាន់ព្រះអង្គថាតើឯងគឺជាអ្នកណាបានហ៊ានធ្វើដូច្នេះដាក់យើងដោយព្រះអង្គមិនបាននិយាយអ្វីច្រើនព្រះអង្គក៏បានបោះត្រាស្ដេចឲ្យទៅលោកម្ចាស់ប៉ាល់ពេលនោះលោកម្ចាស់ប៉ាល់គ្រាន់តែឃើញភ្លាមគាត់ហាក់បីដូចជាមានភាពភ័យខ្លាចជាខ្លាំងរួចលិតជង្គង់ចុះតែម្ដងនឹងបានបញ្ជាឲ្យប្រជាជនរួមទាំងកងសាលាស្រុកទាំងអស់លិតជង្គង់ចុះផងដែរបន្ទាប់មកទៀតព្រះម្ចាស់លីឆាំងក៏បានស្ដីបន្ទោសជាខ្លាំងទៅកាន់មន្ត្រីកំសាកជំនិតរបស់លោកម្ចាស់ប៉ាល់អំពីរឿងដែលគេមិនព្រមបើកកំពែងក្រុងឲ្យប្រជាជនចូលទៅខាងក្នុងដើម្បីគេចពីពួកបិសាចទាំងអស់នោះហើយថែមទាំងចង់ប្រហារជីវិតរបស់គេនៅនឹងកន្លែងផងប៉ុន្តែទ្រង់បានមានបន្ទូលថាយើងនឹងសម្លាប់ឯងក្រោយពីរឿងនេះបានបញ្ចប់សពគ្រប់ហើយភ្លាមនោះព្រះម្ចាស់លីឆាំងក៏បានបញ្ជាឲ្យកងអង្គរៈសាលាស្រុកទាំងអស់ដើរប្រមូលយកសាកសពទាំងអស់យកទៅគំទេចចោលដោយការដុតមួយវិញទៀតយើងងាកមកក្រុងហានយ៉ាងវិញយើងឃើញថារាជគ្រូនៃអ្នកប្រាជ្ញកំពុងតែមកជួបប្រជុំជាមួយនឹងចៅហ្វាយខេត្តនៃក្រុងហានយ៉ាងដើម្បីរៀបរាប់អំពីភាពអាត់កំបាំងនៅក្នុងរាជវាំងដែលលោកម្ចាស់ជូអាជូកំពុងតែធ្វើហើយតាក់ទងជាមួយនឹងសាកសពរបស់ព្រះរាជាដោយគិតមើលទៅមិនអាចយកឈ្នះទៅនឹងអំណាចរបស់ត្រកូលឈោអ្នកទាំងពីរក៏មានគំនិតចង់ទៅពឹងពាក់ព្រះអង្គម្ចាស់អានហៃយុនដែលកំពុងតែកាន់ទុក្ខឲ្យម្ដាយរបស់គាត់ហើយនៅពេលនោះយើងឃើញថាព្រះអង្គម្ចាស់អានហៃយុនក៏បានមើលឃើញអំពីការប្រកាសអាសន្នរបស់ក្រុងដុងណាផងដែរ
លើសពីនេះទៅទៀតដំណឹងទាំងនេះគឺមិនត្រឹមតែបញ្ចប់ប៉ុណ្ណេះទេវាក៏បានលេចលឺទៅដល់លោកម្ចាស់ឈោផងដែរពេលនោះលោកម្ចាស់ឈោថាត្រឹមតែព្រះអង្គម្ចាស់អនហយន្តគឺមិនអាចធ្វើអ្វីគាត់បាននោះទេបើទោះបីជានៅក្នុងកលៈទេសៈណាក៏ដោយបន្ទាប់មកយើងនាំគ្នាក្រឡេកមកមើលនៅសភាពនៅក្នុងសាលាស្រុកនេះវិញម្ដងយើងឃើញថាលោកម្ចាស់ប៉ាល់គឺកំពុងតែមានចិត្តស្រឡាញ់អ្នកនាងសាវប៊ីពេលនោះគាត់បានហៅអ្នកនាងសាវប៊ីឲ្យចូលទៅក្នុងបន្ទប់របស់គាត់ហើយភ្លាមនោះអ្នកនាងសាវប៊ីហាក់បីដូចជាមានការភ័យខ្លាចព្រោះនាងស្មានតែលោកម្ចាស់ប៉ាល់គឺចង់ដាក់ទោសអំពីការបិទបាំងអំពីរឿងសាកសពទាំងនោះប៉ុន្តែផ្ទុយទៅវិញគឺលោកម្ចាស់ប៉ាល់បានសារភាពស្នេហ៍ប្រាប់ទៅអ្នកនាងសាវប៊ីភ្លាមនោះធ្វើឲ្យអ្នកនាងមានភាពស្រឡាំងកាំងជាខ្លាំងហើយនាងបានសម្លឹងមើលមុខរបស់លោកម្ចាស់ប៉ាល់និងបាននិយាយថាលោកប្រហែលជាមានបញ្ហាបេះដូងឬថ្លើមហើយដូច្នេះនាងក៏យកឱកាសនោះធ្វើការត្រួតពិនិត្យជីពចររបស់លោកម្ចាស់ប៉ាល់ដើម្បីបង្វៀងឬគេចវេះពីការសារភាពរបស់គាត់ហើយភ្លាមនោះក្រោយពីអ្នកនាងបានពិនិត្យជីពចររបស់លោកម្ចាស់ប៉ាល់ហើយអ្នកនាងបាននិយាយថាលោកមួយរយៈនេះប្រហែលជាមានការនោមច្រើនហើយមានការឈឺដល់អូនតូចរបស់លោកមែនទេតែត្រង់កន្លែងនេះ admin មើលទៅលោកម្ចាស់ប៉ាល់ហាក់ដូចជាមានការអៀនព្រានជាខ្លាំងបន្ទាប់មកនាងបាននិយាយថាលោកប្រហែលជាការជំងឺប្រមេះហើយភ្លាមនោះលោកម្ចាស់មួយយ៉ុងក៏បានបើកទ្វារចូលមកនិងបាននិយាយថាឥឡូវនេះគឺព្រះម្ចាស់លីឆាងចង់ជួបនឹងអ្នកនាងសាវប៊ីហើយពេលនោះដែរលោកម្ចាស់ប៉ាល់ក៏បានអនុញ្ញាតឲ្យអ្នកនាងសាវប៊ីចេញទៅខាងក្រៅវិញយើងនិយាយអំពីព្រះម្ចាស់លីឆាងវិញក្រោយពីបានជួបអ្នកនាងសាវប៊ីហើយទ្រង់ក៏បានបញ្ជាឲ្យនាងរៀបរាប់អំពីដំណើរសាច់រឿងទាំងអស់ដែលបានកើតឡើងពេលនោះអ្នកនាងសាវប៊ីក៏បានរៀបរាប់អំពីដំណើរសាច់រឿងដែលនាងបានជួបនិងអំពីសភៅកំណត់ហេតុពេទ្យរបស់រាជពេទ្យសឹងហ៊ុយដែលគាត់បានបន្សល់ទុកឲ្យមុនពេលដែលគាត់បានស្លាប់បន្ទាប់ពីឮពីការរៀបរាប់ទាំងអស់របស់អ្នកនាងសាវប៊ីព្រះម្ចាស់លីឆាងបាននិយាយទៅកាន់លោកមួយយ៉ុងថាព្រះរាជបិតារបស់ទ្រង់គឺបានសោយទីបង្គត់បាត់ទៅហើយប៉ុន្តែអ្វីដែលធ្វើនៅក្នុងរាជវាំងសប្តាហ៍ថ្ងៃនេះគឺគ្រាន់តែជាការលាក់បាំងនិងការរក្សាអំណាចរបស់ត្រកូលឈោតែប៉ុណ្ណោះយើងក្រឡេកមកមើលយ៉ុងស៊ីនវិញគេគឺមិនត្រូវបានដោះលែងនោះទេគេត្រូវបានខាងមន្ត្រីសាលាស្រុកបានចាប់យកទៅឃុំខ្លួនម្ដងទៀតប៉ុន្តែទន្ទឹមនឹងនោះភ្លាមគេក៏ឃើញថាកងអង្គរៈសាលាស្រុកជាច្រើនបានរត់ចេញពីសាលាស្រុកនិងរត់សម្ដៅទៅកាន់មាត់ទឹកដោយនិយាយថាទូកបានចេញហើយទូកបានចេញហើយពេលនោះគេក៏បានស្រែកឲ្យកងអង្គរៈសាលាស្រុកទាំងអស់នោះដោះលែងគេប៉ុន្តែគឺពួកកងអង្គរៈសាលាស្រុកទាំងអស់នោះបានត្រឹមតែបោះសោឲ្យតែប៉ុណ្ណោះនៅពេលដែលយ៉ុងឈៀនបានចេញពីគុកហើយនិងរត់មកកាន់នៅមាត់ទន្លេគេឃើញថាទូកបានចាក់ចេញទៅហើយទូកនោះគឺដាក់សុទ្ធតែមន្ត្រីសាលាស្រុកនិងមានប្រជាជនមួយចំនួនតែប៉ុណ្ណោះបន្ទាប់ពីនេះលោកម្ចាស់ប៉ាល់បាននិយាយទៅកាន់មន្ត្រីចៅមសៀតរបស់គាត់ថាហេតុអ្វីបានជាឯងមិនព្រមយកប្រជាជនដែលនៅសេសសល់នឹងជំនះខ្លួនឯអស់ពេលនោះមន្ត្រីនោះដោយសារតែចង់ដោះសារទើបឆ្លើយថាដោយសារតែកប៉ាល់យើងទូចពេកយើងមិនអាចដាក់ប្រជាជនទាំងអស់នោះបានទេម្ល៉េះហើយលោកម្ចាស់គឺជាមេដឹកនាំម្ល៉េះហើយលោកម្ចាស់ត្រូវតែនៅរស់ពេលនិយាយហើយគេបែរជាដើរទៅយកម្ហូបអាហារហូបហើយប្រងើយទៅវិញត្រង់កន្លែងនេះយើងឃើញថាលោកម្ចាស់ប៉ាល់គឺជាតួអង្គដែលមានចិត្តសន្តោសប្រណីដែរប៉ុន្តែហេតុតែភាពកំសត់របស់គាត់ទើបធ្វើឲ្យគាត់មិនអាចសម្រេចចិត្តអ្វីបានយើងងាកមកមើលកន្លែងដែលអីវ៉ាន់ខាងក្នុងទូកវិញយើងឃើញថាអ៊ំស្រីម្នាក់ដែលត្រូវជាម្ដាយរបស់ចៅហ្វាយខេតមុនបានដើរមកសម្លឹងហឹបមួយយ៉ាងយូរដែលត្រង់កន្លែងនេះអ្នកទាំងអស់គ្នាប្រហែលជាអាចដឹងហើយថាក្នុងហឹបនោះនឹងអាចមានអ្វីកើតឡើងហើយភាគនេះបានស្លេះត្រឹមតែប៉ុណ្ណេះដើម្បីឲ្យដឹងថាភាពបន្ទាប់នឹងទៅជាយ៉ាងណានោះសូមអ្នកទាំងអស់គ្នាចូលទៅទស្សនានៅភាពបន្ទាប់ជាមួយ admin ទាំងអស់គ្នាដើម្បីជួយជាកម្លាំងចិត្តដល់ admin សូមជួយចុច subscribe និង like នៅ channel របស់ admin ម្នាក់មួយផងជាចុងក្រោយ admin សូមនិយាយថា bye bye